ការចុះឈ្មោះសុំសិទ្ធិប្រឡងតេស្តសមត្ថភាពភាសាកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបស់ EPS តាមប្រព័ន្ធអនឡាញសូមចូលទៅកាន់ Play Store ស្វែងរកពាក្យ EPS Topic Cambodia ចុចប៊ូតុង Install ឬដំឡើងចុចប៊ូតុង Open ឬបើកកម្មវិធីបេក្ខជនត្រូវបង្កើតគណនីដើម្បីចុះឈ្មោះសុំសិទ្ធិប្រឡងចុចលើប៊ូតុងបង្កើតគណនីវាយឈ្មោះលេខទូរស័ព្ទលេខសម្ងាត់យ៉ាងតិច6ខ្ទង់បញ្ជាក់លេខសម្ងាត់ម្ដងទៀតចុចជ្រើសរើសខ្ញុំបានអាននិងយល់ព្រមលក្ខខណ្ឌទាំងនេះចុចប៊ូតុងបង្កើតគណនីចុចលើប៊ូតុងចុះឈ្មោះសុំសិទ្ធិប្រឡងបេក្ខជនត្រូវបំពេញឈ្មោះភេទថ្ងៃកំណើតខែកំណើតនិងឆ្នាំកំណើតចុចជ្រើសរើសប្រភេទការងារជ្រើសរើសប្រភេទការងារបន្ទាប់បន្សំលេខទូរស័ព្ទលេខអត្តសញ្ញាណប័ណ្ណឬលេខលិខិតឆ្លងដែនចុចជ្រើសរើសលក្ខខណ្ឌទាំង3បញ្ចូលរូបថតទំហំ 3.5 x 4.5 សង់ទីម៉ែត្រផ្ទៃខាងក្រោយពណ៌សដែលត្រឹមត្រូវនិងច្បាស់ល្អបញ្ចូលរូបអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនផ្នែកខាងមុខដែលមានសុពលភាពប្រើប្រាស់ត្រឹមត្រូវនិងច្បាស់ល្អបេក្ខជនត្រូវបង់ប្រាក់$28អាមេរិកជូនទៅ HOD កូរ៉េដើម្បីចុះឈ្មោះសុំសិទ្ធិប្រឡងបេក្ខជនមានជម្រើសបង់ប្រាក់3របៀបតាមរយៈធនាគារ ABA ចុចលើប៊ូតុង ABA Pay ត្រួតពិនិត្យព័ត៌មានម្ដងទៀតបើត្រឹមត្រូវហើយសូមចុចប៊ូតុងបន្តបង់ប្រាក់បញ្ជាក់បេក្ខជនត្រូវមាន ABA Mobile App នៅក្នុងទូរស័ព្ទនេះប្រព័ន្ធនឹងភ្ជាប់ទៅការបង់ប្រាក់តាមរយៈ App ABA ចុចប៊ូតុងបង់ឥឡូវវាយលេខសម្ងាត់4ខ្ទង់របស់គណនី ABA ចុចប៊ូតុងរួចរាល់ចុចប៊ូតុងត្រឡប់និងរងចាំបេក្ខជនបានចុះឈ្មោះសុំសិទ្ធិប្រឡងបានដោយជោគជ័យការបង់ប្រាក់តាមរយៈ KHQR ចុចប៊ូតុង KHQR ពិនិត្យព័ត៌មានម្ដងទៀតបើត្រឹមត្រូវហើយចុចប៊ូតុងបន្តបង់ប្រាក់ផ្ទាំង KHQR code នឹងលេចឡើងមកបេក្ខជនអាចស្កែនបង់ប្រាក់តាមរយៈធនាគារមីក្រូហិរញ្ញវត្ថុនិង e-wallet នានាដែលជាសមាជិកបាគងបញ្ជាក់ KHQR នេះអាចស្កែនបង់ប្រាក់បានតែម្ដងគត់បន្ទាប់ពីស្កែនបង់ប្រាក់រួចសូមរងចាំបន្តិចបេក្ខជនបានចុះឈ្មោះសុំសិទ្ធិប្រឡងបានដោយជោគជ័យការបង់ប្រាក់តាមធនាគារវិញចុចប៊ូតុង Wing Bank ត្រួតពិនិត្យព័ត៌មានម្ដងទៀតបើត្រឹមត្រូវហើយសូមចុចប៊ូតុងបន្តបង់ប្រាក់វាលេខគណនីវិញវាឆ្នាំកំណើត4ខ្ទង់របស់ម្ចាស់គណនីវិញចុចប៊ូតុង Next វាលេខសម្ងាត់4ខ្ទង់របស់គណនីវិញចុចប៊ូតុង Pay Now ចុចប៊ូតុងដាននិងរងចាំបេក្ខជនបានចុះឈ្មោះសុំសិទ្ធិប្រឡងបានដោយជោគជ័យបញ្ជាក់រាល់បញ្ហាបង់ប្រាក់មិនទទួលបានលេខកូដប្រឡងសូមទំនាក់ទំនងមកកាន់ Telegram 012 466 222បេក្ខជនក៏អាចចុះឈ្មោះសុំសិទ្ធិប្រឡងតាមរយៈគេហទំព័រ www.eps.mtosb.gov.kh ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រទំព័រ Facebook ផ្លូវការ Group Telegram ផ្លូវការនិងលេខទូរស័ព្ទដូចមាននៅលើអេក្រង់